បាទនិយាយសូពុំបងប្អូនទាំងអស់គ្នាបាទវីដេអូនេះខ្ញុំចេញវីដេអូមួយនិយាយពីកម្មវិធីមង្គលការឬក៏ហៅវិធីកាត់សក់បាទកម្មវិធីកាត់សក់បង្កក់សេរីសួស្ដីដល់គូស្វាមីភរិយាថ្មីបងប្អូនបាទនៅស្រុកខ្ញុំបាទគឺធ្វើតគ្នាបាទនៅចេះឯងគឺកម្មវិធីកាត់សក់តែតែមានយើងការក្នុងភូមិគឺយើងប្រាប់បងប្អូនយើងប្រាប់ជាបរិយក៏បានជាសម្បត្តិក៏បានប្រាប់ជើញគិតមកហើយចំនួនគឺchấpថាកាត់សក់ជើញកាត់សក់នៅវេលាម៉ោង1ឬក៏ម៉ោង2ណាបាទច្រើនណាស់បងប្អូននៅស្រុកខ្ញុំកាត់សក់ច្រើនបើថាការក្នុងភូមិខ្ទុំគឺកាត់សក់មកភូមិខ្ទុំទាំងអស់នេះយើងប្រាប់គ្នាលក្ខណៈម្ដងម្នាក់បងប្អូនឧទាហរណ៍ខ្ញុំខ្ញុំប្រាប់បងប្អូនទៅបងប្អូនគឺប្រាប់ខ្ញុំវិញបាទនេះម្ដងបាទកាត់មកគូបងប្អូនខ្លះកាត់បានមកប្តីប្រពន្ធគឺខ្ចីគូគ្នាកាត់បាទលក្ខណៈខុសគូគ្នាអត់អីទេបាទយើងកាត់ដាក់លុយបងប្អូននៅស្រុកខ្ញុំគឺកាត់ដាក់លុយនេះហៅកាត់សក់អស់លុយបងប្អូនកាត់សក់ដាក់លុយណាបាទដាក់លុយក្នុងមួយរោងបានច្រើនដែរបងប្អូនបើគូច្រើននេះការរោងនេះដូចជា70គូបងប្អូន70គូគឺបងប្អូនស្រីលឿយសែម៉ៅគឺកាត់បាន70គូបងប្អូនដោយសារពីព្រឹកភ្លៀងខ្លាំងហ្នឹងថ្ងៃថ្ងៃទី25ខែឧសភានេះគឺព្រឹកឡើងភ្លៀងដល់ម៉ោង1ម៉ោង2ចេះរៀងទៅបានកាត់សក់ដល់រលូនបងប្អូនតែបងប្អូនយើងមកកោះកច្រើនបាទក្នុងថ្ងៃទី1នេះហៅថ្ងៃចូលរោងណាថ្ងៃទី1ការនៅស្រុកខ្ញុំគឺការ2ថ្ងៃបងប្អូនខៅយប់1ថ្ងៃ2ណាបាទគឺមកយប់2ថ្ងៃដំបូងគឺយើងវិញសំកាត់សក់សូត្រមន្តបើយើងមានភ្លេងដៃក៏យើងមានកម្មវិធីដូចជាកាត់ខាន់ស្លាតែនៅខាងភូមិខ្ទុំនេះគឺអត់សូវមានទេកម្មវិធីកាត់ខាន់ស្លាបាទគឺអត់ដែលសូវមានបងប្អូនដោយសារអត់ទន្លឹបយើងអត់សូវទន្លឹបយកភ្លេងក្រមទេគឺភ្លេងដៃទេគឺយកតែមីក្រូប៉ះទៅចប់បាទដល់ព្រឹកឡើងគឺយើងកាត់សក់នេះយើងចង់សូត្រមន្តបងប្អូនសូត្រមន្តឬព្រឹកឡើងយើងហែចំនួនមានកម្មវិធីហែចំនួនបាច់ពិភពការស្លាបើហេបបើថងទៅបាទចាប់គឺយើងចង់ដៃទទួលភ្ញៀវម៉ោង11ទៅបាទញឹមនៅមុខរោងបងប្អូនដល់ម៉ោងញឹមមុខរោងគឺម៉ោង11ម៉ោង12ហ្នឹងបាទនៅស្រុកភូមិខ្ញុំបាទគឺទន្លឹបចែងបាទចាស់ស្រុកបងប្អូនវិញដូចគ្នាអត់បងប្អូនកាត់សក់មានច្រើនដូចគ្នាអត់តែនេះដោយសារដែលភ្លៀងព្រឹកអត់សូវមានទេបងប្អូនកាត់សក់រៀងស្បើយដែរ70គូបើរោងខ្លះ100គូជាងបងប្អូនច្រើនណាស់បាទមាន100គូជាងពួកខ្ញុំដើរថតមកខ្ញុំឃើញច្រើនដែរបាទមានតែភូមិយើងទេដែលកាត់សក់ច្រើនបាទកាត់សក់ច្រើនគូបាទកាត់សក់ចុះគឺអាចារ្យមហាអុយពោទៅនេះគេមេអោគួយថតរូបជាមួយកូនបាទទៅមកបងចៅសង្កាត់បាទសូមអរគុណបាទអរគុណបាទទុតស្នាវីដេអូនេះអរគុណ